សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកធ្វើជាវីដេអូ review ពាក់ព័ន្ធជាមួយនឹងគុណភាពចក្រានបាយជូនទៅដល់បងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ទំហំចក្រានបាយនេះដូចបងប្អូនបានឃើញស្រាប់គឺយើងមានទំហំធំទូលាយល្អហើយកម្ពស់ខ្ពស់ស្រឡះហើយសម្រាប់ប្រភេទទូវិញគឺដូចបងប្អូនបានឃើញស្រាប់ចឹងគឺយើងមានជាប្រភេទទូចង្ក្រានខាងលើនិងខាងក្រោមអញ្ចឹងក្នុងករណីថាបើសិនជាបងបងមានអីវ៉ាន់ច្រើនមួយក៏អីវ៉ាន់បែបណាក៏ដោយក៏បងបងអត់បារម្ភរឿងថាខ្វះកន្លែងទុកដាក់អីវ៉ាន់ដែរបងបងសម្រាប់ទូនេះគឺមានចំណុចពិសេសត្រង់ថាយើងធ្វើជាប្រភេទឈើល្អអញ្ចឹងនៅពេលដែលបងបងធ្វើការចំអិនម្ហូបធ្វើឲ្យមានការប្រឡាក់ស្នាមត្រង់ចំណុចណាមួយអីគឺបងបងងាយស្រួលនៅក្នុងការសម្អាតមែនតើបងបងដែលបងបងអត់បារម្ភថាធ្វើឲ្យមានស្នាមស្នឹមឬមួយក៏ពិបាកនៅក្នុងការសម្អាតទេចាហើយមួយវិញទៀតបងអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅលើនេះគឺយើងហៅថាប្រភេទថ្មម៉ាបអញ្ចឹងក្នុងករណីថាបើសិនជានៅពេលដែលបងបងធ្វើការចំអិនម្ហូបអាហារឬមួយក៏បងបងចង់ទុករបស់អីវ៉ាន់ធ្ងន់នៅលើនេះអីគឺបងបងអត់បារម្ភទៅលើប្រភេទថាអូបងធ្វើការដាក់របស់ធ្ងន់ទៅគឺអាចនឹងមានការបាក់ស្រុតអីទេបងបងចាហើយបងបងមានដឹងអត់បងបងថាចំណុចពិសេសរបស់ទូនេះគឺនៅពេលដែលបងបងធ្វើការបិទឬមួយក៏បើគឺអត់មានសំឡេងរំខានដូចទូផ្សេងទេហើយមួយវិញទៀតក៏អត់មានអារម្មណ៍ថាឈួរឬមួយក៏កាហាយភ្នែកបងបងដែរព្រោះដោយសារប្រភេទឈើទាំងអស់នេះបងបងឈើមួយចំនួននៅពេលដែលបងបងធ្វើការបិទឬមួយក៏បើក៏មានអារម្មណ៍ថាឈួរឬមួយក៏កាហាយភ្នែកយើងហ្មងប៉ុន្តែឈើនេះគឺហ៊ានធានាជូនបងបងថាគឺអត់មានអារម្មណ៍ទាំងអស់ហ្នឹងប៉ះពាល់ទៅដល់សុខភាពរបស់បងបងទេនិយាយទៅនៅក្នុងនាមខ្ញុំជាស្ត្រីមេផ្ទះមួយរូបដែរបងបងដូចកំងដឹងស្រាប់ហើយអញ្ចឹងសម្រាប់កន្លែងចក្រានបាយគឺជាកន្លែងដែលសំខាន់មែនតើអញ្ចឹងដោយបងបងឃើញនៅក្នុងវីដេអូនេះស្រាប់នៅក្នុងចក្រានបាយរបស់យើងគឺយើងមានបន្ថែមជាមួយនឹងប្រួយដែលពេលដែលបងបងធ្វើការចំអិនអីផ្សេងគឺបងបងអត់បារម្ភរឿងថាអូមានផ្សែងចេញជុំវិញនឹងឬមួយក៏មានធំក្លិនមកលើខ្លួនប្រាណយើងពេលដែលយើងធ្វើការចំអិននេះបងបងគឺល្អត្រង់ថាពេលដែលបងធ្វើការចំអិនគឺផ្សែងនិងក្លិនផ្សេងនឹងធ្វើការចេញទៅតាមប្រួយនេះទាំងអស់ហើយមួយវិញទៀតគឺធ្វើឲ្យយើងមានអារម្មណ៍មួយស្រស់ស្រាយនៅពេលដែលយើងធ្វើការចំអិនដែរបងបងចាបងបងហើយសម្រាប់ប្រភេទបង្អួចដែលមានកញ្ចក់ស្រស់ស្អាតបែបនេះគឺយើងធ្វើទៅតាមគ្រប់ប្រភេទមុខផ្ទះទាំងអស់នៅក្នុងគម្រោងអរិយភាពយើងគ្រាន់តែថាយើងបាត់បែនទៅតាមប្រភេទមុខផ្ទះទៅតាមទំហំជាក់ស្ដែងមួយដែរបងបងចាអញ្ចឹងមិនថាបងបងសម្រាប់គម្រោងអរិយភាពរបស់យើងគឺតែងតែយកចិត្តទុកដាក់មិនថាចំណុចទូចទេធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងរស់នៅប្រកបដោយផាសុខភាពជាមួយនឹងភាពសប្បាយរីករាយអរគុណបងបងសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះហើយបើសិនជាបងបងទាំងអស់គ្នាមានចម្ងល់អីបន្ថែមបងបងអាច comment នៅខាងក្រោមវីដេអូនេះមកនេះខ្ញុំនឹងព្យាយាមធ្វើជាវីដេអូថ្មីដើម្បីចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបន្តទៀតអរគុណ